4 ធៀប 7 ស្មើជាមួយនឹង x ឥឡូវសរសេរអ្នកទាំងអស់គ្នាចូលមកកាន់លំហាត់ថ្មីរបស់យើងចំពោះលំហាត់នេះគឺអ្នកគ្រូដកស្រង់ចេញពីក្នុងមេរៀនសមាមាត្រនិងភាគរយចំពោះមេរៀនសមាមាត្រនិងភាគរយនេះគឺស្ថិតនៅក្នុងមេរៀនទី3តោះជាដំបូងនោះគឺយើងមកមើលសិនថាតើប្រធានរបស់យើងនេះគឺគេឲ្យមកអីគេខ្លះហើយគេចង់ឲ្យយើងនឹងរកអ្វីចំពោះប្រធានរបស់យើងនេះគឺគេចង់ឲ្យយើងរកតម្លៃ x នៅក្នុងចំណុចនីមួយៗអញ្ចឹងយើងមកមើលចំណុចកយើងមាន4អាសញ្ញាចុច2នេះគឺហៅថាធៀបអញ្ចឹង4ធៀបជាមួយនឹង7ស្មើជាមួយនឹង x ធៀបជាមួយនឹង5អញ្ចឹងយើងយកវាមកធ្វើមុនទេមែវចឹងយើងដាក់ចម្លើយក4ធៀប7ស្មើជាមួយនឹង x ធៀប5អញ្ចឹងបន្តមកទៀតយើងដាក់ឬ4លើ7ស្មើជាមួយនឹង x លើ5តែយើងបានប៉ុណ្ណឹងហើយគឺយើងគុណខ្វែងវាមកអញ្ចឹងយើងយក4គុណខ្វែងមក5មកអញ្ចឹងយើងដាក់មកនៅក្រោមនេះមក4គុណជាមួយនឹង5ស្មើជាមួយនឹង7គុណជាមួយនឹង x យើងឃើញបានប៉ុណ្ណឹងហើយយើងគុណវាមកអញ្ចឹង4គុណ5គឺបាន20ស្មើជាមួយនឹង7x បន្តមកទៀតគឺយើងទាញរកតម្លៃ x ដោយសារប្រធានរបស់យើងនោះគឺគេចង់ឲ្យយើងរកតម្លៃ x ហ្នឹងណាអញ្ចឹងយើងទាញមកនាំឲ្យ x ស្មើ20ចែក7ដោយសារ7ហ្នឹងលើអង្គទី2ហ្នឹងគឺសញ្ញាគុណអញ្ចឹងបើមកអង្គទី1គឺសញ្ញាចែកអញ្ចឹង20ចែក7អត់ដាច់ទេអញ្ចឹងយើងទុកវាមកប៉ុណ្ណឹងមកអញ្ចឹងយើងដាក់មកដូចនេះx ស្មើ20ធៀប7តោះឡើយហ្នឹងគឺយើងចូលមកដល់លំហាត់ខរបស់យើងចំពោះលំហាត់ខរបស់យើងនឹងធ្វើដូចតែលំហាត់កដែរទេអញ្ចឹងមុនដំបូងហ្នឹងគឺយើងសរសេរប្រធានវាមកប្រធានខ x ធៀបជាមួយនឹង8ស្មើជាមួយនឹង99ធៀបជាមួយនឹង5បន្តមកទៀតយើងដាក់ឬមកឬ x លើ8ស្មើជាមួយនឹង99ធៀបនឹង5អញ្ចឹងបន្តមកទៀតគឺយើងគុណខ្វែងវាអញ្ចឹងយើងយក x គុណជាមួយនឹង5និង99គុណជាមួយនឹង8អញ្ចឹងយើងដាក់មក x គុណជាមួយនឹងគឺបាន5x ស្មើជាមួយនឹង99គុណ8 5x ស្មើ99គុណនឹង3ឃើញ792អញ្ចឹងយើងទាញរកតម្លៃ x មកនាំឲ្យ x ស្មើ792ចែកជាមួយនឹង5គឺវាឃើញ158.4ចំពោះចម្លើយរបស់យើងគឺបាត់នេះប៉ុណ្ណឹងយើងតោះមកយើងដាក់មកដូចនេះ x ស្មើ158.4ជាចម្លើយចូលមកដល់លំហាត់កជាលំហាត់ចុងក្រោយរបស់យើងអញ្ចឹងចំពោះលំហាត់កហ្នឹងគឺយើងធ្វើដូចតែលើដែរតែគ្រាន់តែខុសបន្តិចដោយសារលំហាត់ករបស់យើងហ្នឹងគឺមានຂະຫນាតគីឡូម៉ែត្រម៉ែត្រនិងក្រាមតែចំពោះលំហាត់ពីរលើហ្នឹងគឺអត់មានទេប៉ុន្តែប្រធានរបស់យើងហ្នឹងគឺគេចង់ឲ្យយើងរកតម្លៃ x ដូចតែគ្នាទេអញ្ចឹងជាដំបូងហ្នឹងគឺយើងខ្សែប្រធានវាសិនមកក1គីឡូម៉ែត្រធៀប32ម៉ែត្រស្មើជាមួយនឹង250ក្រាមធៀបជាមួយនឹង x ក្រាមអញ្ចឹងមុនដំបូងនោះគឺយើងប្រាប់គេសិនណាដោយ1គីឡូម៉ែត្រស្មើជាមួយនឹង1000ម៉ែត្របន្តមកទៀតយើងដាក់គេយើងដាក់បានប៉ុណ្ណឹងណាយើង
យើងប្រាប់គេប៉ុណ្ណឹងហើយតែមកយើងដាក់យើងបានយើងអាចយកវាមកធៀបបានហើយ1000យើងដាក់ຂະຫນາດវាទៅលើ32ស្មើជាមួយនឹង250លើធៀបជាមួយនឹង x បន្តមកទៀតគឺយើងគុណខ្វែងវាដដែលអញ្ចឹងយើងបាន1000គុណជាមួយនឹង x ហ្នឹងគឺ1000x ស្មើជាមួយនឹង250គុណ32 1000x 250គុណនឹង2 32 8000បន្តមកទៀតគឺយើងទាញរកតម្លៃ x មកនាំឲ្យ x ស្មើ8000ចែកជាមួយនឹង1000ឃើញ8ក្រាមដូចនេះx ស្មើ8ក្រាម